បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាដែលជា Subscriber របស់ Channel YouTube 11បាទវីដេអូនេះគឺជាសកម្មភាពខ្ញុំតែលេងចូលឆ្នាំជាមួយនឹងក្មួយប្រុសក្មួយស្រីក៏ដូចជាចៅដែរបាទadmin គឺអត់ទាន់មានគ្រួសារទេប៉ុន្តែមានចៅហើយបាទសូមសើចមួយបាទកន្លែងនេះគឺគេហៅថារមណីយដ្ឋានស្ពានតេឬក៏អូស្ពានតេឬក៏អូតេដែលស្ថិតនៅក្នុងភូមិរលូចស្រុកចិត្តបុរីខេត្តក្រចេះអញ្ចឹងបងប្អូនធ្វើដំណើរពីទីរួមខេត្តក្រចេះមកខាងស្រុកស្នួលបងប្អូននឹងឃើញមានស្ពានថ្មវែងមួយវែងជាងគេហ្នឹងគឺគេហៅថាស្ពានតេហើយបន្តមកទៀតបងប្អូនជិះមកឃើញមានភ្នំខាងស្ដាំដៃមួយខាងឆ្វេងដៃមួយនឹងគេហៅថាភូមិតាគូបដែលមានភ្នំឈ្មោះភ្នំ5000ហើយទៅមុខទៀតមានស្ពានវែងដូចគ្នាដែលគេហៅថាស្ពានឆ្លងកន្លែងស្ពានឆ្លងក៏គេធ្វើស្តៀងគ្នានឹងដែរបាទអញ្ចឹងតកតងទៅលើសម្រស់នៅក្នុងរមណីយដ្ឋាននេះគឺពេលច្រើនគឺព្រៃឈើច្រើនមានដើមរៃដើមឈើព័ទ្ធជុំវិញនឹងអមទៅតាមមាត់អូនឹងតែម្ដងហើយគឺគេធ្វើកញ្ចោះបងប្អូនអរគ្នាសម្រាប់ភ្ញៀវទេសចរដែលមកលេងពេលចូលឆ្នាំមានកញ្ចោះអង្គុយកញ្ចោះហ្នឹងគឺតម្លៃ10000ហើយចំណតម៉ូតូគឺ2000រៀលហើយមានម្ហូបកំងទៅតាមអ្វីដែលបងប្អូនចង់បានមានសាច់គោអាំងមានសាច់ក្រកមានស្លាប់មាន់មានភេសជ្ជៈអីទាំងអស់ហ្នឹងបាទអញ្ចឹងសម្រាប់ឆ្នាំក្រោយទៀតបងប្អូនមកលេងកំសាន្តនៅទីរួមខេត្តកញ្ចេះបើសិនជាជិះកាត់តំបន់ហ្នឹងបងប្អូនអាចអញ្ជើញចូលលេងទស្សនាឬក៏សម្រាប់លំហែកាយថតរូបផ្ដិតយករូបភាពស្អាតៗនៅទីហ្នឹងបានបាទហើយលក្ខណៈទឹកគឺទឹកហូរបងប្អូននៅខែនេះគេរៀងទឹករៀងខ្សោយតិចបើខែមុនគឺទឹករៀងច្រើនហើយសบายលេងណាប៉ុន្តែខែនេះគឺយើងមានលងជ្រៅដែរណាបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនជាមួយលាបាយបាយ